សួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកបង្ហាញពីភាពងាយស្រួលសម្រាប់បងប្អូន save លេខទូរស័ព្ទនៅក្នុង Telegram ទាំងអស់គ្នាអញ្ចឹងចង់ដឹងថាវាមានភាពងាយស្រួលប៉ុណ្ណាតោះមកមើលវីដេអូអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែចូលនៅក្នុង Telegram មកហើយអ្នកទាំងអស់គ្នាអាចបើសិនជាអ្នកទាំងអស់គ្នាអត់មានឃើញពាក្យថា save message នេះទេអ្នកទាំងអស់គ្នាអាចវាយពាក្យថា save message ដើម្បី search មកអញ្ចឹងអ្នកទាំងអស់គ្នាឃើញពាក្យថា save message អញ្ចឹងចូលក្នុង save message ហ្នឹងមកអ្នកទាំងអស់គ្នាគ្រាន់តែវាយលេខទូរស័ព្ទដែលអ្នកទាំងអស់គ្នាចង់ search រកគេហ្នឹងជាការស្រេចអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែវាយលេខមកអញ្ចឹងខ្ញុំបានវាយលេខទូរស័ព្ទហើយឧទាហរណ៍របស់ខ្ញុំបានដាក់នៅក្នុងហ្នឹងស្រាប់គឺជាលេខទូរស័ព្ទរបស់ខ្ញុំផ្ទាល់អញ្ចឹងអ្នកទាំងអស់គ្នាបើសិនជាលេខទូរស័ព្ទហ្នឹងគាត់បានភ្ជាប់ជាមួយនឹង Telegram ហើយគឺវាលោតសញ្ញាពណ៌លេខហ្នឹងទៅជាពណ៌ខៀវអញ្ចឹងអ្នកទាំងអស់គ្នាចុចបន្តមកទៀតអ្នកទាំងអស់គ្នាចុចកន្លែង profile view profile មកចុចកន្លែង message ហើយអ្នកទាំងអស់គ្នាគ្រាន់តែចុចហាយមកគឺជាការស្រេចអញ្ចឹងលេខហ្នឹងគឺជាប់អូតូមកអ្នកទាំងអស់គ្នាមិនបាច់ទៅ save message នៅក្នុង contact ហើយបានមករកនៅក្នុង Telegram ឲ្យមានភាពស្មុគស្មាញទេគឺវាមានភាពងាយស្រួលមែនតើអញ្ចឹងអរគុណសម្រាប់ការមើលវីដេអូនេះ